ធ្លាយដំណឹងផែនការយោធាថៃក្រុងប្រាអាវុធដ៏កាចសាហាវបាងហ្គាឡូថូពេដូក្នុងសម័យសង្គ្រាមលោកលើកទី2មកវាយប្រហារកម្ពុជាដណ្ដើមយកប្រាសាទតាក្របីនិងប្រាសាទតាមាន់ធំដំណឹងធ្លាយចេញពីប្រភពយោធាថៃបានបង្ហាញឲ្យដឹងថាផែនការឈ្លានពានទឹកដីកម្ពុជាជាថ្មីម្ដងទៀតរបស់លោកប៊ុនស៊ិនផាត់ខ្លាងមេបញ្ជាការយោធាភូមិភាគ2នាពេលអនាគតដ៏ខ្លីខាងមុខនេះគឺដើម្បីដណ្ដើមយកប្រាសាទតាក្របីនិងប្រាសាទតាមាន់ធំពីកម្ពុជាដោយពួកគេត្រៀមវាយប្រហារមកលើយោធាការពារព្រំដែនដោយអាវុធមួយប្រភេទធ្លាប់លេចវត្តមាននៅក្នុងសម័យសង្គ្រាមលោកលើកទី2នោះគឺបាងហ្គាឡូថូពេដូឬហៅម្យ៉ាងទៀតថាបំពង់មច្ចុរាជតើយុទ្ធឧបករណ៍បាងហ្គាឡូថូពេដូឬបំពង់មច្ចុរាជនេះមានឥទ្ធិពលកម្រិតណាលើការវាយលោកគោលដៅបាងហ្គាឡូថូពេដូគឺជាអាវុធដែលមានរាងជាបំពង់ដែកពោពេញទៅដោយសារធាតុផ្ទុះដ៏ខ្លាំងវាជាអាវុធតួឯកនៅក្នុងសម័យសង្គ្រាមលោកលើកទី2ប៉ុន្តែវាអាចនឹងបង្ហាញខ្លួនសារជាថ្មីក្រោយយោធាថៃប៉ុនប៉ងប្រើវាដើម្បីបើកការឈ្លានពានទឹកដីកម្ពុជាសូមរំលឹកថានៅដើមទសវត្សរ៍ឆ្នាំ1910ជនជាតិអង់គ្លេសបានសិក្សាបរិក្ខារសឹកយោធាដែលមានសមត្ថភាពអាចបំបែករនាំងឧបសគ្គបន្លាលួសនិងលែនដ្ឋានយោធាគូសត្រូវរបស់ខ្លួនបានបន្ទាប់ពីការសិក្សាឆ្លងកាត់នីតិវិធីជាច្រើននិងបានលះបង់អាយុជីវិតទាហានវិស្វករអស់ជាច្រើនអ្នកនៅទីបំផុតពួកគេអាចបង្កើតបំពង់មច្ចុរាជមួយដែលមានឈ្មោះថាបាងហ្គាឡូថូពេដូបានដោយជោគជ័យជាមួយនឹងកម្លាំងផ្ទុះដ៏សាហាវខ្លាំងជាងគ្រាប់បាយដៃនិងងាយស្រួលដឹកជញ្ជូនឬស្ពាយតាមខ្លួនសម្រាប់យោធាធ្វើដំណើរថ្មើរជើងបន្តមកដល់ទសវត្សរ៍ឆ្នាំ1912មេទ័ពជើងទឹកអង់គ្លេសប្រចាំងឈូងសមុទ្របេងហ្គាល់នៅក្នុងប្រទេសឥណ្ឌាលោក McClintock បានបង្កើតអាវុធនេះឲ្យមានទំនើបកម្មឡើងដែលពោពេញទៅដោយសារធាតុផ្ទុះអាចបំបែកឧបសគ្គបន្លាលួសនិងបំផ្លាញរនាំងដែកទៅជាច្រើនបំណែកនិងអាចបើកផ្លូវដែលមានទទឹងប្រហែល3ម៉ែត្រដើម្បីបង្កភាពងាយស្រួលឲ្យយោធាអាចធ្វើដំណើររលទៅមុខដោយមិនភ័យព្រួយពីការបង្កប់មីនក្រោមដីឬលើដីមកដល់ដើមទសវត្សរ៍ឆ្នាំ1940យោធាសហរដ្ឋអាមេរិកបានប្រើប្រាស់បំពង់មច្ចុរាជនេះឲ្យដំណើរការឡើងវិញនិងបានផលិតនៅម៉ាស៊ីនបំផ្ទុះគ្រាប់បែកធុនធំប្រភេទ M1A1 ដែលមានឈ្មោះថាបាងហ្គាឡូគ្រាប់បែកបំពង់មរណៈថូពេដូមានប្រវែង1ម៉ែត្រកន្លះអង្កត់ផ្ចិត5សង់ទីម៉ែត្រនិងមានទម្ងន់ 3.85 គីឡូក្រាមប្រៀបបាននឹងសត្វពស់វែងរនាមដ៏ធំនិងកាចសាហាវលូនសង្គ្រប់សម្ដៅចាប់ចំណីនៅចំពោះមុខសប្តាហ៍ថ្ងៃនេះបាងហ្គាឡូថូពេដូនៅតែត្រូវបានគេប្រើនៅក្នុងសមរភូមិសង្គ្រាមជាច្រើនប៉ុន្តែវាត្រូវបានគេកែប្រែនិងច្នៃឡើងវិញឲ្យកាន់តែទំនើបនិងមានភាពកាចសាហាវជាងមុនហើយគេអាចភ្ជាប់ដំណពីមួយទៅមួយបានរហូតដល់ប្រវែង50ម៉ែត្រតើសមរភូមិសង្គ្រាមណាខ្លះប្រើប្រាស់គ្រាប់បែកបំពង់ប្រភេទនេះបិទថាចាប់កំណើតនៅក្នុងសម័យសង្គ្រាមលោកលើកទី1ក៏ពិតមែនប៉ុន្តែបាងហ្គាឡូថូពេដូត្រូវបានប្រើប្រាស់មានកំណត់ប៉ុន្តែមកដល់សង្គ្រាមលោកលើកទី2គឺជារជ្ជកាលដ៏មានសក្តានុពលរបស់បាងហ្គាឡូថូពេដូលូនចេញពីសមរភូមិមុខចំណេរក្រោយមកទាហានជើងទឹកសហរដ្ឋអាមេរិកបានប្រើប្រាស់វាដើម្បីវាយប្រហារប្រទេសជប៉ុននិងបានបង្ហាញខ្លួនក្នុងសមរភូមិសង្គ្រាមកូរ៉េឆ្នាំ1950និងឆ្នាំ1953សង្គ្រាមវៀតណាមឆ្នាំ1955ដល់ឆ្នាំ1975សង្គ្រាមអារ៉ាប់និងអ៊ីស្រាអែលឆ្នាំ1948និងសង្គ្រាមឥណ្ឌាប៉ាគីស្ថានជាដើមធ្លាយដំណឹង